គ្រប់ជំរាបសួរក៏ដូចជាសួស្តីទៅកាន់អ្នកមើលទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបង្ហាញអំពីទស្សនវិជ្ជានៅខាងទឹកដីខេត្តបាត់ដំបងនៅខាងមុខខ្ញុំនេះគឺគេហៅថាភ្នំផ្ដេជាភាសាទូទៅអ្នកនៅខាងហ្នឹងគាត់ហៅអញ្ចឹងណាតែការពិតភាសាគេហៅដូចជាហៅភ្នំថាបដីឈ្មោះពិតភ្នំថាបដីប៉ុន្តែគឺអ្នកស្រុកអ្នកភូមិគេហៅភ្នំផ្ដេស្រួលអញ្ចឹងណាគេស្រួលហៅងាយស្រួលចំណាំអញ្ចឹងណាហើយឥឡូវរដូវកាលនេះគឺជារដូវកាលបៃតងហើយខ្ញុំបានមកដល់ទីនេះខ្ញុំឃើញទេសភាពស្អាតទៅគឺខ្ញុំបានឆ្លៀតថតបង្ហាញទៅកាន់ពុកម៉ែបងប្អូនសម្រាប់អ្នកដែលចូលចិត្តបែបរីឡែកបែបធម្មជាតិបៃតងខៀវខ្ចីនេះរដូវយើងខែ6នេះណាខែ6នេះគឺស្រូវគឺចាប់ផ្ដើមខៀវគឺគ្រប់កន្លែងគឺធ្វើហើយអញ្ចឹងតែជាខ្ទង់តកដាខែ8ឬក៏ចុងខែ7ហ្នឹងគឺកន្លែងខ្លះតែជានឹងបានច្រូតកាត់បដាហើយភាសាតែទីនេះយើងមានបន្លែទឹកមានអីចឹងបងប្អូននេះស្អាតហើយអញ្ចឹងស្រូវវារីខ្វះទឹកបន្តិចមែនប៉ុន្តែអត់អីទេស្អាតហើយពេលល្ងាចអញ្ចេះបងប្អូនហើយថ្ងៃលិចស្អាតណាស់នៅក្បែរជើងភ្នំហ្នឹងម្ដងស្អាតខ្លាំងមែនតើឥឡូវខ្ញុំមកតែម្នាក់ឯងទេតែស្អាតណាបងប្អូនស្អាតណានៅលើទឹកដីខេត្តបាត់ដំបងនៅខាងស្រុកសង្កែប៉ុន្តែកន្លែងនេះចិត្តដល់ភ្នំថាបដីនេះហៅភ្នំផ្ដេហ្នឹងខ្ញុំមិនដឹងថាស្រុកអីដែរទេព្រោះខ្ញុំមកឆ្លៀតពេលទៅនេះក៏ជិះដើរលេងទៅក៏វៀងតាមបន្លាយគេហ្នឹងមកដល់កន្លែងហ្នឹងហ្មងទៅហើយស្អាតណាបងប្អូនហើយទឹកដីនេះខ្ញុំធ្លាប់មកច្រូតស្រូវបានម្ដងកាលពីឆ្នាំ2024ខ្ញុំមកច្រូតនៅទីនេះហើយម៉ាស៊ីនច្រើនណាបងប្អូននៅនេះហើយខែនេះពណ៌បៃតងតិចទៀតពណ៌មាសបងប្អូនពណ៌មាសស្រូវទុំធំណាបងប្អូនទឹកដីខេត្តបាត់ដំបងគឺជាកន្លែងគេហៅថាជង្រុកស្រូវនៅស្រុកខ្មែរយើងមានអាណាដែលធ្វើស្រូវលើសពីបាត់ដំបងពោធិ៍សាត់ប្រទីមានជ័យនឹងទេប៉ុន្តែជាទូទៅនៅបាត់ដំបងគឺច្រើនជាងគេច្រើនមែនតើហើយចាំមើលមានពេលវេលាខ្ញុំទៅថតវីដេអូនៅលើភ្នំផ្ដេថាបដីនេះភ្នំថាបដីហ្នឹងយ៉ាងទៅថតលើហ្នឹងមកស្អាតណាបងប្អូនអើយស្អាតអ្នកចូលចិត្តបែបរីឡែកអីតនេល្ងាចឡើងអីអាចណាជីដើរលេងបាននៅទឹកដីបាត់ដំបងកន្លែងណាក៏ស្រូវដែរកន្លែងណាក៏ពណ៌បៃតងដែរជាពិសេសពេលល្ងាចអញ្ចឹងស្អាតចូលចិត្តរីឡែក fresh អីយ៉ាងណាហើយផ្លូវគេខ្វាញ់ខ្វាត់ណាបងប្អូននៅនេះផ្លូវខ្វាញ់ខ្វាត់មានបន្លាយទឹកណាប៉ុន្តែទឹកយើងខែនេះដូចជាភ្លៀងដូចជាយើងអត់សូវមានភ្លៀងប៉ុន្មានទេទឹកនេះទឹកបូមពីបន្លាយគេបន្លាយហៅបន្លាយចិនគេហ្នឹងគេបូមមកប៉ុណ្ណឹងទេហើយបូមហើយស្រូវច្រើនណាស្រូវរាប់រយរាប់ពាន់ហិកតាហើយទឹកយើងប៉ុណ្ណេះគឺយើងផ្គត់ផ្គង់អត់គ្រប់ទេព្រោះអ្នកបូមចាន់ដូចស្រែខ្លះហ្នឹងយើងមកហ្នឹងអត់សូវមានទឹកដែរទេនៅក្រហមអ្នកខ្លះទៅក៏បានបូមតន់ទៅក៏បានទៅអត់ទៅក៏ឃើញក្រៀមអញ្ចឹងទៅបើភ្លៀងបាន1មេ2មេមកអាហ្នឹងបានទឹកពេញស្រែទៅឥឡូវស្រូវក៏ល្អតែហ្នឹងហើយបងប្អូនណាខ្ញុំមានតែប៉ុណ្្នឹងទេចង់បង្ហាញអំពីទស្សនវិជ្ជាជាក់ស្ដែងបាទពេលល្ងាចណាស្អាតហើយខ្ញុំឲ្យមើលមកជុំហ្មងទៅស្អាតណា